សូមជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានធ្វើសកម្មភាពនិងបើកបានការប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជានៅក្នុងភូមិសាស្ត្រយោធភូមិភាគទី4ក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025គិតត្រឹមម៉ោង10:13នាទីនៅវេលាម៉ោង8:55នាទីយោធាថៃចាប់ផ្ដើមវាយសម្រុកខ្លាំងនៅបោះស្បូវជាំតែនៅវេលាម៉ោង9:40នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់ក្រប៉ៅជាច្រើនគ្រឿងហោះចូលចំគោលដៅចាប់3មុំ3អានសេះភ្នំខ្មោចប្រាសាទព្រះវិហារនៅវេលាម៉ោង9:45នាទីកម្លាំងថ្មើរជើងថៃបានចូលមកក្នុងច្រកវាយឥន្ទ្រីចំការចេកនៅវេលាម៉ោង10:13នាទីយោធាថៃបានវាយសម្រុកខ្លាំងនៅតំបន់អានសេះសូមគូបញ្ជាក់ផងដែរថាកងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាននិងឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារមរណភាពទឹកដីរបស់កម្ពុជា